ប្រវត្តិនៃការឈ្លានពានរបស់ប្រទេសសៀមមកលើប្រទេសកម្ពុជានៅចុងសម័យអង្គរដោយកូនខ្មែរទាំងអស់គ្នាបានជ្រាបហើយថាមកទល់នឹងពេលបច្ចុប្បន្ននេះប្រទេសសៀមកំពុងតែមានការឈ្លានពានមកលើប្រទេសកម្ពុជាដែលមានមហិច្ឆតាចង់លេបត្របាក់យកទឹកដីរបស់ប្រទេសកម្ពុជាយើងហើយនៅក្នុងថ្ងៃនេះមរតកខ្មែរនឹងលើកយកពីប្រវត្តិនៃការឈ្លានពានរបស់ប្រទេសសៀមមកលើប្រទេសកម្ពុជានៅក្រោយចុងសម័យអង្គរនៅពេលដែលប្រទេសកម្ពុជាដែលធ្លាប់តែជាមហាអំណាចខ្មែរមានការធ្លាក់ចុះទន់ខ្សោយសូមប្រិយមិត្តទាំងអស់គ្នាមេត្តាជួយ Subscribe Channel YouTube មរតកខ្មែរម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបែបប្រវត្តិសាស្ត្របន្តទៀតសូមអរគុណនៅចុងសតវត្សទី14ប្រទេសសៀមបានដណ្ដើមកាន់កាប់ក្រុងអង្គរមួយលើកជាពីរលើកប្រកាសដែលធ្វើឲ្យខ្មែរចាញ់ដៃសៀមដូច្នេះមួយផ្នែកមកពីល្បិចស្ម័គ្រស្លាប់របស់ពួកសៀមតែធ្វើយ៉ាងណាឲ្យតែវាដណ្ដើមយកកម្ពុជាបាននិងមួយផ្នែកទៀតមកពីខ្មែរឆាប់ជឿទុកចិត្តល្បិចបោកប្រាស់របស់ពួកខ្មាំងសត្រូវមិនខុសពីបច្ចុប្បន្នទេប្រិយមិត្តទាំងអស់គ្នាប្រទេសសៀមនេះគឺជាជាតិសាសន៍មួយដែលមានល្បិចកិច្ចកលច្រើនណាស់ឲ្យតែពួកវាចាញ់ខ្មែរយើងគឺពួកវាតែងតែសុំចរចាប៉ុន្តែបើពួកវាឈ្នះយើងមានប្រៀបជាងយើងគឺពួកវាតែងតែមានល្បិចកិច្ចកលមិនឲ្យខ្មែរយើងបានដេកស្រួលនោះទេរជ្ជកាលព្រះបាទសូរិយាវង្សពីឆ្នាំ1357ដល់ឆ្នាំ1366ឬឆ្នាំ1363ក្នុងពេលដែលមហានគរធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមលើកទី1នេះសៀមបានកាន់កាប់និងគ្រប់គ្រងប្រទេសកម្ពុជាអស់រយៈពេលជាង4ឆ្នាំគឺពីឆ្នាំ1353ដល់ឆ្នាំ1357រជ្ជកាលព្រះបាទសូរិយាវង្សពីឆ្នាំ1357ដល់ឆ្នាំ1366ឬឆ្នាំ1363ក្នុងពេលដែលមហានគរធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមលើកទី1នេះសៀមបានកាន់កាប់និងគ្រប់គ្រងប្រទេសកម្ពុជាអស់រយៈពេលជាង4ឆ្នាំគឺពីឆ្នាំ1353ដល់ឆ្នាំ1357និយាយពីព្រះបាទស្រីសូរិយាវង្សគឺជាព្រះអនុជរបស់ព្រះបាទលំពង់រាជាដែលទ្រង់ចេញទៅកេណ្ឌទ័ពមកជួយក្រុងអង្គរក្នុងពេលដែលទ័ពសៀមបានឡោមព័ទ្ធរាជធានីអង្គរនោះលុះវាចាញ់សៀមហើយព្រះអង្គទ្រង់បានភៀសប្រកាយទៅស្នាក់នៅប្រទេសឡាវគឺឡានសាងនេះឯងពេលដែលដឹងថាក្រុងអង្គរបានធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមហើយព្រះចៅឡាវចម្ប៉ាស័កបានជួយទំនប់បំរុងរួចថ្វាយពលលាវចំនួន1500នាក់និងគ្រឿងសស្ត្រាវុធជាច្រើនថ្វាយព្រះអង្គស្រីសូរិយាវង្សរួចព្រះអង្គក៏បាននាំទ័ពនោះមកវាយសង្កត់ខេត្តខ្លះដែលបានចុះចូលជាមួយសៀមរួចទ្រង់បោះទីតាំងកេណ្ឌទ័ពនិងហាត់វឹកវើទ័ពនៅទួលបាសានស្រុកសីសន្ធរបច្ចុប្បន្ននេះលុះប្រជុំទ័ពបានរួចរាល់ហើយលុះប្រជុំទ័ពបានគ្រប់គ្រាន់ហើយព្រះអង្គក៏ទ្រង់លើកទ័ពតាមផ្លូវគោកផងតាមផ្លូវទឹកផងចូលវាយរំដោះក្រុងអង្គរបានមកវិញក្នុងឆ្នាំ1357នៃគ្រិស្តសករាជហើយស្ដេចសៀមកំពុងពិសីដែលសោយរាជ្យនៅអង្គរនោះឯងក៏បានសគត់នៅក្នុងសង្គ្រាមនោះផងទៅដែរក្រោយពីបានទទួលជោគជ័យជាស្ថាពរហើយទទួលបានព្រះបញ្ចកុฏភ័ណ្ឌឬរាជកកុฏភ័ណ្ឌឬក៏ជាគ្រឿងសម្រាប់រាជដែលមានដូចជាទី1ព្រះមកុដរាជទី2ព្រះវាលវិញ្ជនីគឺផ្លិតដែលធ្វើមកពីរោមសត្វ3ព្រះខ័នជ័យ4ព្រះសវិតឆ័ត្រនិង5ព្រះសវណ្ណបាតុកាគឺជាស្បែកជើងដែលសាងអំពីមាសដែលពួកមេទ័ពនិងបាគូព្រាមបរោហិតរំដោះយកទៅលាក់ទុកពេលដែលសៀមវាយបែកក្រុងអង្គរនោះឯងព្រះអង្គស្រីសូរិយាវង្សក៏ទ្រង់ទទួលបានព្រះរាជាភិសេកជាស្ដេចផែនដីដោយព្រះមានព្រះនាមថាព្រះបាទសម្ដេចព្រះស្រីសូរិយាវង្សនៅក្នុងរាជរបស់ព្រះអង្គព្រះបាទបរមរាជមាព្រះអង្គបានចងស្ពានមេត្រីជាមួយព្រះចៅហុងវូនៃរាជវង្សមីងប្រទេសចិនហើយចំណែកប្រទេសសៀមវិញក៏ពុំបានមកឈ្លានពានប្រទេសខ្មែរទៀតទេព្រោះរវល់ជាប់ដៃក្នុងការប្រយុទ្ធជាមួយនឹងក្សត្របុរីជាច្រើននៅភាគខាងជើងនៃរាជធានីស្រីអយុធ្យា ព
ព្រះបរមរាមាទ្រង់បានសោយរាជគ្រប់គ្រងប្រទេសដោយសុខសន្តិភាពរហូតដល់ឆ្នាំ 1373 ក៏ទ្រង់ប្រឈួនជាទំនុនហើយក៏សគត់ទៅការបែកក្រុងអង្គរជាលើកទី 2 ក្នុងរាជព្រះបាទធម្មមាសោរាជរាជក្នុងឆ្នាំ 1373 ដល់ឆ្នាំ 1383 ក្រោយពីពេលដែលព្រះបរមរាមាទ្រង់សោយទីវង្គតទៅប្អូនជីដូនមួយរបស់ព្រះអង្គដែលជាព្រះរាជបុត្ររបស់ព្រះមហាឧបរាជស្រីសូរិយោទ័យដែលត្រូវបានសគត់ក្នុងបន្ទាយមហានគរក្នុងគ្រាដែលធ្វើសង្គ្រាមជាមួយសៀមពីមុននោះបានឡើងសោយរាជស្នងដោយមានព្រះនាមក្នុងព្រះរាជអង្គការថាព្រះបាទសម្ដេចព្រះរាជអង្គការព្រះនាមថាព្រះបាទធម្មមាសោរាជរាជនៅក្នុងរាជរបស់ព្រះអង្គស្ដេចសៀមដែលឯកសារខ្លះមានឈ្មោះថារាមាសូរខ្លះថាព្រះបរមរាជាជាព្រះចៅរាមាសូរបានលើកទ័ពមកឈ្លានពានប្រទេសខ្មែរជាថ្មីក្នុងការវាយលុកលើកនេះទ័ពសៀមបានមកព័ទ្ធក្រុងអង្គរអស់រយៈពេល7 ខែតែវាយកក្រុងអង្គរពុំបានស្ដេចសៀមក៏ប្រើល្បិចធ្វើជាដាក់ទោសវាដំនិងលាក់ថ្ងាសខ្វែងជើងក្អែកដល់ទាហានស្ម័គ្រស្លាប់របស់សៀម6 នាក់រួចធ្វើជាជំរុញមកសុំចោះចូលជាមួយនឹងស្ដេចខ្មែរដោយបានឮដំណឹងមិនពិតផ្សេងផងនិងបានឃើញទាហានសៀម2 នាក់ក្នុងចំណោម6 នាក់នោះស្លាប់នៅចំពោះមុខផងខ្មែរក៏ជឿសុខហើយព្រមទទួលយកអាសាទាហានទាំងនោះជួយទំនប់បំរុងព្យាបាលឲ្យជាហើយអនុញ្ញាតឲ្យរស់នៅក្នុងការធ្វើការក្នុងរាជធានីអង្គរជាធម្មតានៅទីបំផុតពេលដែលបានឱកាសល្អហើយគឺឃើញខ្មែរជឿសុខទុកចិត្តខ្លួនគ្មានការសង្ស័យអ្វីហើយពួកសៀមដែលសុំចុះចូលទាំង4 នាក់ក៏នាំគ្នាលបយកដៃគោលទៅស្លុងកំភ្លើងធំទាំងអស់ពេលដែលដាក់លើកំផែងជុំវិញក្រុងអង្គរបានទាំងអស់រួចហើយក៏សរសេរសម្បត្តិដាក់នឹងព្រួញបាញ់ទៅឲ្យគ្នាវាជាសញ្ញានេះបើតាមឯកសារមហាបរោះខ្មែរស្ដេចសៀមដែលជាមេទ័ពធំឃើញបានឱកាសល្អហើយក៏លើកទ័ពមកវាយសន្ធប់ចូលក្រុងអង្គរតាមគ្រប់ទិសឯទាហានសៀមបង្កប់លបលួចដុតឃ្លាំងអាវុធកំភ្លើងធំនៅក្រុងអង្គរហើយនៅពេលប្រយុទ្ធខ្លាំងពួកនេះលបទៅបើកទ្វារទិសខាងលិចឲ្យរបើកឡើងពិតមែនតែទ័ពខ្មែរអាចសម្លាប់ខ្មាំងបង្កប់ទាំង4 នាក់នេះបានដោយជោគជ័យប៉ុន្តែទីបំផុតក្រុងអង្គរត្រូវបានធ្លាក់ក្នុងកណ្ដាប់ដៃពួកសៀមសាជាថ្មីម្ដងទៀតគឺនៅឆ្នាំ 1393 ខ្លះថានៅឆ្នាំ 1380 ចំណែកឯកសារព្រះបាទធម្មមាសោរាជក៏ទ្រង់សគត់នៅក្នុងសង្គ្រាមនោះទៅក្រោយពីបានទទួលជ័យជំនះហើយស្ដេចសៀមបានអភិសេកពញាក្រែកជាបុត្ររបស់ព្រះអង្គឲ្យឡើងសោយរាជក្នុងក្រុងអង្គរមាននាមថាព្រះអិនរាជាឬព្រះអិនកុបានៅក្នុងឆ្នាំ 1394 ហើយសៀមដឹកជញ្ជូនទ្រព្យសម្បត្តិនិងឯកសារដ៏មានតម្លៃផ្សេងហើយគៀងយកគ្រួសារខ្មែរប្រមាណជាង 70000 នាក់នាំជាឆ្លើយសឹករបស់គេផងដែរបន្ទាប់ពីប្រិយមិត្តកូនខ្មែរទាំងអស់គ្នាបានស្ដាប់អំពីការអត្ថាធិប្បាយរបស់ប្រវត្តិនៃការឈ្លានពានរបស់ប្រទេសសៀមមកលើប្រទេសខ្មែរយើងតាំងពីចុងសម័យអង្គរហើយតើបងប្អូនទាំងអស់គ្នាមានការយល់និងមានគំនិតទស្សនៈយ៉ាងណាដែរបើតាមមរតកខ្មែរគឺបានយល់ឃើញថាសៀមនេះគឺពិតជាពូជសាសន៍មួយដ៏ថោកទាបតែងតែមានល្បិចកិច្ចកលដោយពាក្យចាស់ខ្មែរបុរាណលោកបានពោលថាសៀមមិនចោលក្បួនយួនមិនចោលពុតចឹងគឺថាពួកសៀមនេះគឺមានល្បិចរាប់រយចម្ពោះតែងតែមានគំនិតឈ្លានពានមកលើទឹកដីរបស់ប្រទេសខ្មែរយើងតាំងពីអតីតកាលរហូតមកទល់នឹងសម័យបច្ចុប្បន្ននេះក៏ពួកសៀមនៅតែមានមហិច្ឆតាប៉ុនប៉ងចង់លេបត្របាក់យកទឹកដីរបស់ខ្មែរយើងដែរអញ្ចឹងហើយកូនខ្មែរទាំងអស់គ្នាត្រូវតែចងចាំនិងសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រដែលតាក់ទងអំពីប្រទេសសៀមការឈ្លានពានមកលើទឹកដីរបស់ខ្មែរយើងហើយត្រូវតែប្រឹងប្រែងនិងដោះលាងអាវុធដ៏សំខាន់គឺប្រាជ្ញាចំណេះដឹងរបស់យើងដើម្បីជួយទ្រទ្រង់រក្សាការពារទឹកដីជាតិមាតុភូមិយើងទាំងអស់គ្នាជាចុងក្រោយមរតកខ្មែរសូមជូនពរនិងប្រសិទ្ធពរជ័យទៅដល់កូនខ្មែរទាំងអស់គ្នាសូមបានជួបប្រទះតែនឹងសេចក្តីសុខចម្រើនសំប្រកបទៅនឹងពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយហើយសូមមេត្តាប្រិយមិត្តកូនខ្មែរទាំងអស់គ្នាជួយ Subscribe Channel YouTube មរតកខ្មែរទាំងអស់គ្នាផងដើម្បីទ
ទទួលបាននៅវីដេអូបែបប្រវត្តិសាស្ត្រនៅពេលបន្តទៀតខាងមុខសូមអរគុណ